ស្ដីបងប្អូនថ្ងៃនេះគឺមានคลิกមួយដែលជួបបញ្ហាស៊ីពេញម៉ាស៊ីនបងប្អូនម៉ូតូគាត់ហើយបញ្ហាមួយទៀតដែលគាត់ជួបហ្នឹងគឺម៉ូតូគាត់ហ្នឹងឡើងកម្ដៅខុសធម្មតាបងប្អូនវាលោតឆែកកម្ដៅមករបៀបថាគាត់ជិះបានតែត្រឹមតិចគីឡូទេគឺលោតកម្ដៅឡើងមកខ្លាំងមែនតើអញ្ចឹងក៏គាត់យកមកខាងបងប្អូនឲ្យឆែកមើលឡើងវិញសម្រាប់ម៉ូតូគាត់គឺមានបញ្ហាម៉ាស៊ីនមកកាត់មុខបងប្អូនគឺយើងត្រូវការរើម៉ាស៊ីនសៃសេមីឡើងវិញជាមួយនឹងធ្វើក្បាលកន្លះដូរសកាប់អីហើយបញ្ហាដែលខ្ញុំឆែកឃើញហ្នឹងគឺវាខូចអាកន្លែងហ្វឺតបូមទឹកបងប្អូនដូចជាងគាត់ច្អល់អញ្ចឹងហ្វឺតបូមទឹកហ្នឹងគឺវាទប់ប្រេងម៉ាស៊ីនការពារកុំឲ្យវាជ្រាលចូលមកក្នុងធុងទឹកស្អំអញ្ចឹងនៅពេលដែលវាបែកហ្វឺតហ្នឹងវាធ្វើឲ្យជ្រាលប្រេងម៉ាស៊ីនជ្រាបចូលក្នុងទឹកស្អំបងប្អូនអញ្ចឹងគឺជាកត្តាធ្វើឲ្យម៉ូតូគាត់ឡើងកម្ដៅខុសធម្មតាបងប្អូនដោយសារតែវាមានទឹកស្អំបូកលោកមួយប្រេងម៉ាស៊ីនផងខ្ញុំភ្លេចថតវីដេអូនៅពេលដែលយើងបហូរទឹកស្អំមកបងប្អូនគឺវាមានប្រេងម៉ាស៊ីននៅក្នុងនឹងបូកលោកចូលគ្នាអញ្ចឹងនេះគឺតាធ្វើម៉ូតូគាត់ក្តៅខុសធម្មតាហើយសម្រាប់ម៉ូតូបងផងថ្ងៃនេះគឺយើងរើម៉ាស៊ីនបងប្អូនសៃសេមីឡើងវិញដូរដាក់ពីស្តង់ស៊ីនណាហើយមុននឹងយើងធ្វើការសៃសេមីស្អីអីយើងលាងសម្អាតសេមីក្បាលកន្លះគ្រឿងគាត់ឲ្យស្អាតហើយយើងធ្វើការម៉ាត់សេមីក្បាលកន្លះឡើងវិញបងប្អូនបញ្ជាក់បន្តិចបងប្អូនមិនមែនថាតតែម៉ូតូដែលវាឆេះរងក្បាលកន្លះទៅយើងម៉ាត់ទេដោយសារតែម៉ូតូគាត់រើពី3ដងដែរអញ្ចឹងវារៀងទក់វារៀងសឹកអត់សូវស្អាតអញ្ចឹងយើងក៏ធ្វើការម៉ាត់ឲ្យវាស្អាតរលោងឡើងវិញរៀបទៅក៏វាភ្លឹងស្អាតដែរបងប្អូនហើយសម្រាប់ក្បាលកន្លះគាត់គឺយើងដូរតែសប៉ាប់ស៊ីនជូនគាត់ពីដើមទេចាគឺយើងសម្អាតមាត់សប៉ាប់សម្អាតអីឲ្យស្អាតហើយយើងដូរសប៉ាប់ស៊ីនជូនគាត់ឡើងវិញពីដើមជាមួយនឹងសៃស្មីដូរពីស្តង់ស៊ីនចាពីស្តង់គឺខ្ញុំដាក់ប្រភេទពីស្តង់ស៊ីន Honda បងប្អូនណាហើយបញ្ជាក់បន្តិចរឿងបូមទឹកគាត់សម្រាប់បូមទឹកនេះបងប្អូនគាត់ឆ្ងល់ថាបែកហ្វឺតអញ្ចឹងតែយើងដូរហ្វឺតដូរអីវិញបានអត់តាមពិតដូរហ្វឺតបានបងប្អូនតែគ្រាន់តែថាការប្រើប្រាស់របស់វាអត់ធន់ដូចយើងដូរបូមទឹកថ្មីដោយសារតែយើងដូរហ្វឺតម្ដងទៅពីរដងវាចាប់ផ្ដើមទូបងប្អូនវាចាប់ផ្ដើមទូវាអត់សូវណែនល្អមានន័យថានៅពេលដែលយើងជិះក្តៅវាងាយនឹងបែកហ្វឺតនឹងមកវិញទៀតវាដូចសនំស៊ីនវាមកឯងដោយសារតែបដូរបូមទឹកនេះនៅពេលដែលយើងប្រើយូរខែយូរឆ្នាំវាតែងតែសឹកឯបូមអញ្ចឹងយើងដូរហ្វឺតទៅក៏វាអត់ងាយចិត្តបានល្អ 100% ដែរពេលដែលយើងជិះមុននឹងក្រោយយូរឆាប់គឺវានឹងមាននឹងបញ្ហាជួបបញ្ហាពេញម៉ាស៊ីនហ្នឹងឈាបចូលក្នុងធុងទឹកដូចគ្នាបងប្អូនចាប់ផ្ដើមមានបញ្ហាម៉ូតូគាត់ឡើងកម្ដៅហ្នឹងអញ្ចឹងក៏គាត់សម្រាប់ឲ្យខ្ញុំដូរបូមទឹកស៊ីនមកដុំបងប្អូនមកចំណិតរបស់វាហ្នឹងហើយនេះគឺគ្រឿងដែលខ្ញុំចាប់ផ្ដើមធ្វើឲ្យគាត់រួចរាល់ហើយបងប្អូនសៃសេមីសៃអីជាមួយនឹងក្បាលកន្លះយើងម៉ាត់អីស្អាតអញ្ចឹងមកឈុតហ្នឹងគឺយើងដូររងស៊ីនឲ្យគាត់មកកាត់មុខនឹងឡើងវិញទាំងអស់បងប្អូនហើយនឹងដូរបូមទឹកស៊ីន Honda សម្រាប់បងប្អូនដែលកំពុងជួបបញ្ហាដូចគាត់ម៉ូតូលោតឆែកចាឡើងកម្ដៅខុសធម្មតាជិះចិត្តធំទៅរៀនឬធ្វើការទេមានរហ័សម៉ូតូឈាមខ្លាំងហើយឡើងកម្ដៅក្តៅខ្លាំងបងប្អូនហើយលោតឆែកគេហ្នឹងអាចបញ្ឆែកដល់ទីតាំងហាងខ្ញុំផ្ទាល់បានសម្រាប់តម្លៃឬក៏ព័ត៌មានផ្សេងពាក់ព័ន្ធនឹងបញ្ហាម៉ូតូបងអាចឆាតចូលមកក្នុង page បងប្អូនក៏បានឬក៏អាច add Telegram លេខ087បងប្អូនមានតែមួយខ្សែទេ Telegram បញ្ជាក់ណាអាចសួរព័ត៌មានតាមនឹងបានអាចសួរព័ត៌មានពីបញ្ហាម៉ូតូបងប្អូនអាចសួរខ្ញុំបានមុននឹងបងប្អូនមកណាអរគុណច្រើនបងប្អូនចំពោះការចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់ខាងបងប្អូនតាំងពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបងប្អូនបាទជាទឹកមួយទៅ21វានៅដល់